បាទជំរាបសួរទាំងអស់គ្នាដូចដែលលោកស្រីបងប្អូនកូនចៅនិងសិស្សគុណទាំងអស់ដឹងហើយថាទ្វារផ្ទះកាលណាបើយើងចូលមកទ្វារនៅខាងស្ដាំដៃគឺជាទ្វារនេះហើយចូលមកបើទ្វារនៅខាងឆ្វេងដៃយើងហៅថាទ្វារខ្លានេះខ្លាសម្គាល់លើឆ្វេងស្ដាំយ៉ាងនេះឯងហើយអំណាចឥទ្ធិពលបាទក៏វាទៅតាមនឹងដែរចុះបើទ្វារវាមិនមែនជានាគហើយមិនមែនជាខ្លាតើយ៉ាងម៉េចទៅវិញបាទទ្វារចេះទ្វារបាទនេះចង់កដាលនាគក៏មិនមែនខ្លាក៏មិនមែនកាលណាទ្វារនៅចំកណ្ដាលដូច្នេះបាទគេហៅថាទ្វារប្រជែងបាទទ្វារចំនួនបាទទ្វារដណ្ដើមអំណាចគ្នាមិនមែនជានាគហើយក៏មិនមែនជាខ្លាផ្លោះហើយគូស្វាមីភរិយាដែលស្នាក់អាស្រ័យនៅផ្ទះជាមួយគ្នានោះរមែងបែងចែកអំណាចគ្នាមិនដាច់ដណ្ដើមយកឈ្នះដណ្ដើមយកចាញ់ដណ្ដើមយកធំតែរៀងខ្លួន ម្លោះហើយបាទជីវភាពគ្រួសារសម្ព័ន្ធភាពគ្រួសារបាទវាមិនរលូនបាទវាមិនល្អព្រោះតែភាពមិនច្បាស់លាស់ថាអ្នកណាជាប្រធានអ្នកណាជាអនុប្រធានអ្នកណាជាតួឯកអ្នកណាជាតួរងគឺដណ្ដើមគ្នាយកតួឯកតែរៀងខ្លួនព្រោះតែទ្វារមិនបែងចែកឲ្យច្បាស់ថាជាទ្វារនេះឬក៏ជាទ្វារខ្លា